គាត់ស្អប់តែមុខអាដាមវាញ៉ានាងដាចំអាឌីចង់យំពេលអាដាមលោកដៃពីភូមិមួយដល់ភូមិ10គេលែងចង់រាប់ព្រោះអាដាមខូចក្រៃកាលពីដើមវាដាតែញ៉ាស្រីវាឌឺគេវាយដោយសាសនាគ្រាដំបូងអាដាមត្រូវមួយដុំដីក៏សន្លប់ទាំងថ្ងៃនៅក្រោមដើមដូជាស្នាដៃអាឌីហើយនឹងមេខ្លោងព្រោះអាដាមលោកថ្លើមអាឌីដោយឥនកិនក្រើពូដេតមីងបឿនមកដល់ឃើញអាដាមនៅវល់វិលមួយកន្លែងតែដោកបារម្ភគាត់ថាមិនថាចៅឯងអាដាមថ្លែងថាមកពីប្រុសនាងដារត់ម៉ូតូដុំបេះដូងគាត់ស្អប់តែមុខអាដាមវាញ៉ានាងដាចំអាឌីចង់យំពេលអាដាមលោកដៃពីភូមិមួយដល់ភូមិ10គេលែងចង់រាប់ព្រោះអាដាមខូចក្រៃកាលពីដើមវាដាតែញ៉ាស្រីវាឌឺគេវាយដោយសាសនាគ្រាដំបូងអាដាមត្រូវមួយដុំដីក៏សន្លប់ទាំងថ្ងៃនៅក្រោមដើមដូងជាស្នាដៃអាឌីហើយនឹងមេខ្លោងព្រោះអាដាមលោកថ្លើមអាឌីដោយឥតកិនក្រើពូដេតមីងឌឿនមកដល់ឃើញអាដាមនៅវល់វិលមួយកន្លែងតែដោកបារម្ភគាត់ថាមិនហើយចៅឯងអាដាមថ្លែងថាមកពីប្រុសនាងដា